កូនក្មេងពាក់បន្តោងខ្សែកព្រះពុទ្ធឪពុកម្ដាយតែងតែធ្វើខ្សែកហើយដាក់បន្តោងព្រះពុទ្ធរូបព្រះបដិមាដើម្បីឲ្យកូនបានសេចក្តីសុខកូនអាយុ1ឆ្នាំ2ឆ្នាំ3ឆ្នាំអីដែលនៅតូចនឹងដោយសារតែមានជំនឿតគ្នាមកចាស់បុរាណគាត់តែងតែធ្វើបែបនេះដោយគាត់មានជំនឿថាក្មេងតូចហ្នឹងគឺតែងតែមានខ្មោចព្រាយបិសាចអ្នកតាអសូរកាយពួកអមនុស្សដែលកាចសាហាវចិត្តអាក្រក់អីហ្នឹងតែងតែមកយាធ្វើឲ្យក្តៅខ្លួនគ្រុនងាឈឺត្រជាក់ជាពិសេសដូចជាមាសត្រូវរបស់យើងអីឃើញយើងរកស៊ីឃើញយើងធ្វើការសល់លុយច្រើនឃើញយើងលក់ដូរដាច់អីហ្នឹងគឺតែងតែធ្វើឲ្យតែយើងចេញធ្វើការលក់ដូររកស៊ីប្រកបកិច្ចការងារអីហ្នឹងគឺធ្វើឲ្យក្មេងហ្នឹងឈឺអត់ស្រួលខ្លួនហើយយើងជាម៉ែឪមិនឈប់ឈប់ទៅពេទ្យចឹងទៅចាក់ថ្នាំព្យួរសរោមពិនិត្យនេះពិនិត្យនោះចឹងទៅជាហើយមកសាដល់ពេលទៅចាប់ដើមប្រកបការងារទៀតកូននឹងក្មេងនឹងអត់ស្រួលខ្លួនទៀតអត់ស្រួលខ្លួនឈប់អញ្ចឹងអត់សូវបានរកស៊ីអីជាប់លាប់ធ្វើការអីថិតថេរទេពីព្រោះមានកូនតូចងាកឈឺហើយក្មេងដែលនៅតូច1ឆ្នាំ2ឆ្នាំ3ឆ្នាំអីហ្នឹងឧស្សាហ៍ឈឺក្តៅខ្លួននិយាយទៅគ្រុនត្រជាក់គ្រុនងាអីចឹងមិនចេះចប់មិនចេះហើយឪពុកម្ដាយអត់សល់លុយទេចឹងចាស់គាត់មានជំនឿថាបើសិនណាធ្វើខ្សែកឲ្យដាក់បតោងព្រះឲ្យពាក់ទៅអញ្ចឹងកូនក្មេងហ្នឹងបានសុខសប្បាយមិនសូវឈឺមិនសូវអីញឹកញាប់ទេម៉ែឪរកស៊ីសល់លុយដោយសារតែពួកខ្មោចព្រាយបិសាចរុក្ខរៈអ្នកតាពួកអមនុស្សព្រាយអសូរកាយអីហ្នឹងឃើញព្រះពុទ្ធរូបឃើញបតោងខ្សែកព្រះចឹងអត់ហ៊ានមកក្បែរទេបាទហើយក្មេងតូចនេះសម្បូរពួកអស់ទាំងនោះមករញ៉េរញ៉ៃណាស់បាទធ្វើឲ្យក្តៅខ្លួនឈឺគ្រុនងាគ្រុនត្រជាក់គ្រុនក្តៅអីចឹងទៅឈឺនេះឈឺនោះអីចឹងទៅបាទបើមានបតោងខ្សែកព្រះពាក់ចឹងបានសុខសប្បាយអញ្ចឹងទៅទិញនៅផ្សារខ្សែកប្រាក់មួយខ្សែអញ្ចឹងទៅហើយបតោងខ្សែកព្រះទូចប៉ុនប្រហែលជាមហ៊ុនហ្នឹងបាទកម្ពស់មហ៊ុនហ្នឹងតូចប៉ុនកូនដៃហ្នឹងបាទស្រូបឲ្យពាក់ចងឲ្យពាក់ទៅបើយើងអត់មានលុយទិញខ្សែកប្រាក់ទេគ្រាន់តែជាវព្រះឬក៏ជួលគេឆ្លាក់ហើយស្រូបប្រាក់ហ្នឹងបាទមិនចាំបាច់ស្រូបផ្លាក់ទីនទិញខ្សែកផ្លាក់ទីនមាសអីទេខ្លាចចោលវាប្លន់ខ្លាចចោលវាដោះយកអីចឹងទៅដោះយកឲ្យសម្លាប់កូនយើងទៀតក៏មានដែរបាទដោយសារតែរបស់មានតម្លៃអញ្ចឹងប្រាក់វាមិនសូវអីទេបាទប្រាក់ហ្នឹង2-3ម៉ឺនអីហ្នឹងបាទហ្នឹងហើយលក់ក៏គេអត់ទិញដែរប្រាក់បាទអញ្ចឹងចោលជន់ខលខូចវាអត់ហ៊ានប្លន់វាអត់ហ៊ានដោះយកទេបាទអញ្ចឹងយើងឲ្យកូនពាក់កូនដែលនៅតូចហ្នឹង1ឆ្នាំ2ឆ្នាំ3ឆ្នាំអីហ្នឹងពាក់ដើម្បីឲ្យបានសេចក្តីសុខ
កុំឲ្យមានខ្មោចព្រាយបិសាចអីមកក្បែរអ្នកតារុក្ខរៈអមនុស្សអីមករញ៉េរញ៉ៃធ្វើឲ្យឈឺអត់ស្រួលខ្លួនបាទបើយើងអត់មានលុយទិញខ្សែកប្រាក់យើងចងជាខ្សែអីក៏បានបាទខ្សែក្រហមខ្សែខ្មៅអីចឹងទៅបាទសំខាន់ឲ្យតែមានព្រះទៅស្រូបទៅហើយចងខ្សែពាក់ទៅតែបើដូចចាស់ខ្លះគាត់អត់មានលុយទៅជាវព្រះជាវអីគាត់ឲ្យលោកឲ្យគ្រូធ្វើកថាបាទរុំកថាជាប់នឹងខ្សែហ្នឹងគឺពាក់ទៅកថាហ្នឹងគឺកថាការពារខ្មោចព្រាយបិសាចបាទគឺចាដោយគាថាមុនគាថាព្រះដូចជាទឹកដីភ្លើងខ្យល់អីប្រជុំធាតុអីចឹងនៅគុណព្រះសម្មាសម្ពុទ្ធអីចឹងទៅអញ្ចឹងគ្មានពពួកអាក្រក់ហ្នឹងមកក្បែរកើតទេបាទបើយើងខ្លួនតទេអត់មានអីសោះគឺពួកអស់ទាំងនោះវាតែងតែមកយីយាបៀតបៀនធ្វើឲ្យយើងនឹងរលុយអត់សល់យ៉ាងធ្វើឲ្យយើងនឹងអត់បានធ្វើការអីរស៊ីអីបាទងាកកូនឈឺឲ្យតែចាប់ដើមចេញចាប់ដើមចេញធ្វើការកូនឈឺនឹងអានឹងគឺការពិតវាអញ្ចឹងតាមការសម្គាល់ប៉ុន្តែវាមានពិតខ្លះវាមានអត់ពិតខ្លះប៉ុន្តែយើងការពារប្រសើរជាព្យាបាលបាទយើងចេះតែប្រយ័ត្នទៅតាមជំនឿបុរាណខ្មែរយើងវាអត់ចេះខុសទេវាល្អបានសេចក្តីសុខរកស៊ីមានបានរកស៊ីសល់លុយធ្វើការងារសុខភាពល្អបាទយ៉ាងសំខាន់សុខភាពបើសុខភាពល្អវាល្អហើយតែក្មេងវាឈឺរហូតដល់អាយុ8ឆ្នាំ10ឆ្នាំអីបានលែងសូវឈឺបាទប៉ុន្តែគ្រាន់តែយើងចេះតែខ្លាចអញ្ចេះខ្លាចអញ្ចោះចេះតែការពារទៅបាទវាល្អដែរ